សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើជ្រក់ឆៃថាវនេះគឺជាឆៃថាវស្រុកបារ៉ុបដោយសារតែខ្ញុំទៅផ្សារនៅចិត្តផ្ទះនេះខ្ញុំឃើញឆៃថាវខ្ញុំក៏នឹកជ្រក់ពីស្រុកខ្មែរដែលយើងធ្លាប់ញ៉ាំប៉ុន្តែតាមដែលធ្លាប់ដឹងជ្រក់ឆៃថាវហ្នឹងគេយកទៅហាលណាឆៃថាវឲ្យសពប់ដើម្បីកុំឲ្យវាហាងណាប៉ុន្តែដោយសារតែនៅនេះមានពលិថ្ងៃទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តយកវាទៅស្រស់ហើយខ្ញុំមានម្ទេសខ្លះពេលនេះហឹលចានេះដូចជាខ្ញុំទិញវាដូចជាម្ដុំហ្នឹងម្ដុំប៉ុណ្ណេះបានកន្លះកញ្ឆែងនេះគឺតម្លៃវា185ហ្វូរីនហើយនឹងម្ទេសនេះមួយផ្លែគឺ97ហ្វូរីនហ្នឹងហើយអញ្ចឹងខ្ញុំស្រស់វាដោយបាត់ហាងហើយបន្ទាប់ខ្ញុំត្រាំនៅក្នុងទឹកត្រជាក់ដើម្បីវាស្រួយហើយបន្ទាប់មកទៀតខ្ញុំក៏រៀបចំធ្វើទឹកជ្រក់គឺខ្ញុំដាក់ទឹកកន្លះឆ្នាំងទៅហើយខ្ញុំដាំវាពុះហើយដាំអំបិលហើយនឹងស្ករបន្ទាប់វាត្រជាក់ហើយយកជ្រក់របស់យើងនេះគឺយកឆៃថាវរបស់យើងនេះយកទៅញាត់នឹងកន្លហើយចាក់ទឹកត្រជាក់នឹងចូលទៅវាទុកនៅក្រៅឲ្យវាឡើងមេប្រហែលជាជូរបន្តិចហើយចាំយកដាក់ក្នុងទូទឹកកកហ្នឹងហើយអញ្ចឹងខ្ញុំសម្រាប់ម្ហូបខ្មែរគឺខ្ញុំចេះធ្វើច្រើនដោយសារតែខ្ញុំធ្លាប់ពេលដែលខ្ញុំរៀនគ្រូមធ្យមខ្ញុំទៅនៅមុនវិញអញ្ចឹងហើយខ្ញុំគាត់បរៀនធ្វើម្ហូបច្រើនសម្រាប់ម្ហូបខ្មែរខ្ញុំចេះធ្វើច្រើនហើយចំណងចំណូលចិត្តគឺពេលដែលខ្ញុំមើលវីដេអូរបស់ទីខ្ញុំចេះធ្វើតែបើសម្រាប់ម្ហូបអឺរ៉ុបប្លែកខ្ញុំអត់សូវចេះធ្វើទេហើយនេះគឺជាជ្រក់ស្ពៃដែលខ្ញុំស្រស់វាហើយស្ដាំទឹកទៅវាត្រជាក់ស្រួយហ្នឹងហើយអញ្ចឹងខ្ញុំនឹងរៀបចំធ្វើទាំងអស់គ្នាហើយកុំភ្លេចមើលតាមដានវីដេអូលោកគ្រូសកម្មភាពផ្សេងដែលលោកគ្រូរស់នៅក្នុងប្រទេសហុងគ្រីនេះធ្វើម្ហូបខ្លួនឯងវាបិទយកទៅសាលារៀនដោយសារយើងអត់ចេះញ៉ាំម្ហូបអឺរ៉ុបច្រើនអញ្ចឹងយើងត្រូវចេះធ្វើម្ហូបដោយខ្លួនឯងពេលខ្ញុំចេះធ្វើម្ហូបដោយខ្លួនឯងអញ្ចឹងមានភាពងាយស្រួលច្រើនហើយបានអាហារឆ្ងាញ់ដូចនៅស្រុកខ្មែរដែរប៉ុន្តែនៅទីនេះគឺខ្វះគ្រឿងខ្លះដែរតែខ្ញុំព្យាយាមផ្សំដល់ផ្សារឃើញអីដែលមានទីខ្ញុំទិញទុកទៅបាទអរគុណច្រើនជម្រាបលាបាទនេះគឺជាក្រានបាយផ្ទះជួលរបស់ខ្ញុំនឹងអញ្ចឹងខ្ញុំត្រៀមកតោជួលនេះក៏យកមកពីស្រុកខ្មែរដែរណាហ្នឹងដាក់ដូចជាប្រហុកដាក់ដូចជាប្រអកអីចឹងទៅពេលអស់ខ្ញុំលាងវាទុកចានេះគឺជាជ្រក់ស្ពៃឆៃថាវ sorry ណាត់ស្ពៃឆៃថាវដែលខ្ញុំបានស្រស់វាហើយគឺស្រស់វាហើយខ្ញុំត្រាំជាមួយទឹកត្រជាក់ឲ្យស្រួយហើយមានខ្ទឹមខ្លះនេះគឺជាទឹកអំបិលដែលខ្ញុំដាក់អំបិលចំនួនដាំវាពុះដាក់អំបិល3ស្លាបព្រាហើយបន្ទាប់មកដាក់ស្ករ1ស្លាបព្រាហើយអំបិលនេះប្រៃអំបិលភ្នំមិនហ្នឹងហើយអញ្ចឹងចាំពេលដែលទឹកនឹងពុះខ្ញុំនឹងទុកវាត្រជាក់ហើយបន្ទាប់មកពេលដែលវាត្រជាក់ហើយគឺខ្ញុំយកជ្រក់នេះគឺខ្ញុំយកវាមកដាក់នៅក្នុងកតោនេះហើយចាក់វាទុកឲ្យនៅក្រៅមួយរយៈឲ្យវារៀងជូរប្រហែលជា1ថ្ងៃ2ថ្ងៃហ្នឹងហើយបន្ទាប់មកខ្ញុំយកដាក់ក្នុងទូទឹកកកទុកញ៉ាំដោយសារចង់ញ៉ាំហើយយើងញ៉ាំបានច្រើនថ្ងៃបាទនេះជាសកម្មភាពខ្ញុំរៀបចំស្ពៃហ្នឹងដាក់នៅក្នុងឆៃថាវច្រឡំដល់ស្ពៃហូតដាក់ក្នុងកតោញាត់វាឲ្យណែនទៅដាក់វាក្នុងកតោបាទហើយដោយសារធ្វើហូបខ្លួនឯងអត់មានប្រើស្រោមដៃស្រោមនេះទេទំលាងសាប៊ូហើយទេអត់អីទេអនាម័យល្អស្អាតធានាគុណភាពហ្នឹងហើយធ្វើញ៉ាំខ្លួនឯងហ្នឹងហើយបាទអញ្ចឹងញាត់ដូចបាន2កតោដែរនេះ2កតោទុកបានយូរដែរបាន2កតោដែរហើយខ្ញុំចូលចិត្តជ្រក់ pickle ភាសាអង់គ្លេសអញ្ចឹងខ្ញុំនឹកឃើញចង់ធ្វើអីញ៉ាំគឺខ្ញុំធ្វើខ្លួនឯងបាននេះគឺជាចំណេះជំនាញដែលមិនអាចកាត់ថ្លៃបានដែរហ្នឹងហើយអញ្ចឹងខ្ញុំញុកវាចឹងមកនៅសល់មួយកតោទៀតទុកញ៉ាំហើយទុកនៅក្រៅបាទនេះគឺជាជ្រក់ស្ពៃដែលខ្ញុំរៀបចំញាត់វាដាក់ក្នុងកតោដាក់ក្នុងកែវបាន2កែវកន្លះហើយនេះគឺជាទឹកដែលខ្ញុំនឹងដាំវាឥឡូវវាពុះហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបិទភ្លើងហើយទុកវាត្រជាក់ហើយបានយើងញាត់ចូលក្នុងកតោជ័រចាក់ចូលក្នុងកតោជ័រដោយសារតែទឹកក្តៅចាក់ក្នុងកតោជ័រវាអត់ល្អអញ្ចឹងចាំឲ្យវាត្រជាក់សិនបើបានកតោកែវកាន់តែល្អអូខេអរគុណបាទនេះគឺជាកែវដែលខ្ញុំរៀបចំហ្នឹងហើយនេះគឺជាទឹកដែលបានដាំពុះ